32របៀបកែរូបពីធាត់ទៅស្គមបើករូបភាពមនុស្សធាត់ដែលយើងមានចុចនៅលើមេនុយ Filter Liquify រួចចុច Tick ពីមុខ Advanced Mode ស្វែងយល់អំពីតួនាទីរបស់ tool នីមួយៗហើយយកវាមកអនុវត្តលើរូបរបស់អ្នក Forward Warp Tool គឺសម្រាប់ចាប់ទាញពុតរូបឲ្យខុសពីទ្រង់ទ្រាយដើម Reconstruct Tool គឺសម្រាប់ជូតឲ្យរូបភាពបង្ហាញទ្រង់ទ្រាយដើមមកវិញ Smooth Tool គឺសម្រាប់បន្ថយការកែរូបភាពបន្តិចម្ដងពេលដែលយើងកែវាខុស Twirl Clockwise Tool គឺសម្រាប់ធ្វើឲ្យរូបคล้ายជាទឹកគួច Punker Tool គឺសម្រាប់ធ្វើឲ្យរូបភាពរួមសាច់ចូលគ្នា Load Tool គឺសម្រាប់ធ្វើឲ្យរូបភាពរីកប៉ោង Push Left Tool គឺសម្រាប់រុញរូបភាពឲ្យចូលទៅខាងឆ្វេង Freeze Mask Tool គឺសម្រាប់គូសដាក់ម៉ាស់លើរូបភាពកុំឲ្យកែបាន Power Mask Tool គឺសម្រាប់លុបការកែចេញវិញ Hand Tool គឺសម្រាប់ចាប់រូបភាពរំកិលលើផ្ទាំងការងារពេលដែលយើងពង្រីកវាធំ Zoom Tool គឺសម្រាប់ចុចពង្រីកហើយបើយើងចង់ឲ្យវាបង្រួមមកវិញគឺយើងចុច Alt ហើយ Tick លើផ្ទាំងការងារបើយើងចង់កែរូបភាពកុំឲ្យបាត់ទ្រង់ទ្រាយដើមដូចជារង្វង់មុខជាអាវឬកន្លាក់ដៃជាដើមគឺយើងត្រូវយកម៉ាស់មកគូរកន្លែងទាំងអស់នោះសិនរួចហើយសូមចាប់ផ្ដើមធ្វើការងារពេលធ្វើការងាររួចរាល់ហើយចុចលើប៊ូតុង OK